ទស្សនីបងទាំងអស់គ្នាល្ងាចនឹងមានមុខម្ហូបថ្មីគេឡាប់សិកូណាឥឡូវមើលគ្រឿងផ្សំទាំងអស់គ្នាមានដូចជាសិកូក្រូចឆ្មាខ្ទឹមក្រហមខ្ទឹមសម្ទេសនិងជាណាណាហើយបន្ទាប់មកយើងមកមើលគ្រឿងផ្សំបន្ទាប់មានស្ករប៊ីចេងអង្ករលីងនិងទឹកថៃផងដែរហើយបងអាចញ៉ាំបន្ទាប់ជាមួយបន្លែបានដូចជាពពាយត្រសក់ការ៉ុតនិងស្បែកគួរហើយបងចង់ញ៉ាំអីទៀតបងអាចតាមនឹងបានទៀតណាឥឡូវយើងចាប់ផ្ដើមចាក់សាច់គោចូលមកយើងដាក់ខ្ទឹមក្រហមខ្ទឹមសយើងកូរចំហវាបន្តិចសិនមកហើយយើងដាក់ស្ករប៊ីចេងនិងទឹកថៃហើយតមកយើងចាក់ក្រូចឆ្មាណាបងអាចដាក់តាមចំណង់ចំណូលចិត្តបងចង់ជួយដាក់រៀងជូរណាហើយបន្ទាប់មកខ្ញុំដាក់ទឹកប្រហុកបន្តិចផងដែរដើម្បីវារសជាតិឈ្ងុយហើយអង្ករលីងម្ទេសនិងជីណាអរគុណបងសម្រាប់ទស្សនាវីដេអូនេះបើសិនជាចូលចិត្តជួយ like និង